បន្ទាប់ពីបានលើកពេលជាបន្តបន្ទាប់ដោយសារបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃបានបញ្ចប់ក៏ជាពេលវេលានៃការប្រកួតដ៏កក្រើករវាងប៊ុនសុធានិងប៉ែនកយ៉ាស៊ីនបានខិតជិតចូលមកដល់ហើយនេះជាជំនួបលើកទី3ក្រោយជួបគ្នាពីរលើករួចមកប៉ុន្តែជំនឿចិត្តរបស់អ្នកគាំទ្រគុនខ្មែរនៅតែសង្ឃឹមថាកីឡាករគុនខ្មែរប៊ុនសុធានឹងអាចសងសឹកវិញបានក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់អមដោយទឹកប្រាក់$10,000ដែលក្រុងនឹងរៀបចំនាថ្ងៃអាទិត្យទី18ខែមករាឆ្នាំ2026នៅសង្វៀន Gainsbourg របស់ស្ថានីយទូរទស្សន៍ PNN ក្នុងការប្រកួតពីរលើកកន្លងមកប៊ុនសុធាបានបរាជ័យក្រោមស្នាដៃប៉ែនកយ៉ាស៊ីនដោយពិន្ទុទាំងពីរលើកការប្រកួតមានភាពតានតឹងនិងមានភាពសុទ្ធសាធខ្លាំងព្រោះសមត្ថភាពរបស់អ្នកទាំងពីរមិនលើសខ្វះគ្នាប៉ុន្មាននោះទេគូបញ្ជាក់ថាយ៉ាស៊ីនមានល្បឿនលឿននិងបច្ចេកទេសល្អឥតខ្ចោះជាពិសេសការចូលវាយប្រហារយ៉ាងរហ័សរហួនដែលធ្វើឲ្យប៊ុនសុធាកាន់តែពិបាកប្រកួតប៉ុន្តែទោះជាបរាជ័យពីរលើកកន្លងមកក៏អ្នកគាំទ្រគុនខ្មែរនៅតែជឿជាក់ថាកីឡាករប៊ុនសុធានឹងមានឱកាសយកឈ្នះវិញក្នុងជំនួបលើកទី3ដែលជាការប្រកួតធំសម្រាប់ដណ្ដើមខ្សែក្រវ៉ាត់បើងាកទៅចាប់អារម្មណ៍ពីប្រវត្តិខ្លះៗរបស់ប៉ែនកយ៉ាស៊ីនគឺជាកីឡាករបរទេសមកពីប្រទេសអូបេគីស្ថានដែលមករស់នៅនិងប្រកបអាជីពគុនខ្មែរនៅកម្ពុជាបច្ចុប្បន្នវឹកហាត់ក្រោមការណែនាំរបស់លោកសេនប៊ុនថេនគេស្ទើរតែយកឈ្នះគូប្រកួតកីឡាករខ្មែរជាច្រើនក្នុងប្រភេទទម្ងន់54គីឡូក្រាមសឹងតែពិបាករកដៃគូទោះជាយ៉ាងណាយ៉ាស៊ីនក៏ធ្លាប់រងបរាជ័យពីកីឡាករគុនខ្មែរពីររូបដូចជាហ៊ីមកំរៀងនិងសានរ៉ាដេតតែជាការបរាជ័យដោយពិន្ទុនិងសុទ្ធសាធខ្លាំងបំផុតដែលការប្រកួតរវាងកីឡាករគុនខ្មែរប៊ុនសុធានិងប៉ែនកយ៉ាស៊ីននឹងធ្វើឡើងនៅថ្ងៃអាទិត្យទី18ខែមករាឆ្នាំ2026នៅសង្វៀន Gainsbourg របស់ស្ថានីយទូរទស្សន៍ PNN ដោយធ្វើការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង1រសៀលតទៅនៅលើកញ្ចក់ទូរទស្សន៍ PNN Page Facebook YouTube PNN Sport និង Page Beer Gainsbourg